bà đầm bay luôn dương bà bay dương trời thưa vay vay đòi bà xa dương thưa vay đòi bà xa về thưa ơi luôn dương bà bay đâu lơ vay đại dương cất bà bay đâu lơ vay đại dương thưa bà bay sầm ép chỉ vật bao dương bà dương kết ơi bà xá bà dương thưa ơi bà bay bà nâng chỉ vật dương miền đây vậy chỉ vật dương từ tua ban sợi xua sợi bà sợi phê bà sợi măng côn bà miền nơi lư dương đẹp thưa bà chẳng á bà chẳng nằm bay ơi miền sợi xua sợi chơi măng côn bị bol sọc cướp cáยุวันน่ะสกแขกแปลและปะเดพีน่ะก็ไปเคลียนลายในขนมครูนเยอะนั้นแม่เนี่ยแต่ใจเอาโปยังให้ยังแต่ตัวบานต่างอ่อนเอาไงบ่าโปใจก่อนแต่จะเครื่องเลือกตึกจัดเครื่องลำอ้อบ่าแต่ปั้นนั่งไงปั้นแต่ไว้แต่ยังถือเถื่อคือยังเถื่อเอาภาษายังเถื่อเอาปะไปยังในบ่าชีวิตบ่យើងឲ្យល្អภาษาដោយប្រើសមត្ថភាពពិតកាលណាយើងមានសមត្ថភាពពិតបាទប្រអប់មាសប្រអប់ប្រាក់វារត់មករកយើងហើយកំណប់ទ្រព្យរបស់យើងគឺសមត្ថភាពបាទកាលណាយើងមានសមត្ថភាពយើងអាចទាញយកលុយបានយើងអាចទាញយកទ្រព្យសម្បត្តិបានប៉ុន្តែត្រូវតែធ្វើនៅក្នុងលទ្ធភាពសមត្ថភាពឲ្យប្រសើរជានិច្ចកុំឲ្យបំពេញអ្នកដតីវាអត់មានអ្វីសុខសម្រាប់ខ្លួនយើងទេបាទយើងរស់នៅមិនមានសេចក្តីសុខទេនៅពេលដែលយើងបំពេញអ្នកដតីបាទអញ្ចឹងណាបាទអ្នកដតីគេចង់បានសេចក្តីសុខយើងក៏ចង់បានសេចក្តីសុខអញ្ចឹងកុំរស់នៅបំពេញគ្នាត្រូវតែប្រសើរហ្មងបាទកុំលំអៀងព្រោះស្រឡាញ់ព្រោះស្អប់ព្រោះអាណិតព្រោះខ្លាចត្រូវឲ្យស្មើគ្នាមានន័យថាត្រូវមានព្រហ្មវិហារធម៌បាទមេត្តាករណាមុទិតាឧបេក្ខាកាន់ចិត្តជាកណ្ដាលបាទមានចិត្តសន្តោសប្រុសប្រណីអាណិតអាសូរបាទដល់ខ្លួនយើងដល់អ្នកដតីបាទនោះវាជាសេចក្តីសុខវាជាប្រពៃនៃអ្វីដែលយើងត្រូវគិតអ្វីដែលយើងត្រូវធ្វើបាទសុខដតីក្រៅអំពីការរវិះរវៃបាទធ្វើចិត្តឲ្យស្ងប់ធ្វើកាយឲ្យមាំធ្វើកាយឲ្យប្រសើរវាអត់មានអញ្ចឹងហើយយើងត្រូវបាទបដិបត្តិខ្លួនហ្នឹងឲ្យវាល្អប្រសើរដោយប្រើការគិតដោយប្រើសកម្មភាពល្អវិជ្ជមានបាទអញ្ចឹងណាបាទអញ្ចឹងយើងត្រូវចាត់ចែងជីវិតរបស់យើងឲ្យបានល្អប្រសើរបាទដោយប្រើការគិតជាវិជ្ជមានដោយប្រើការគិតជាចម្បងបាទវាគ្មានអីដែលយើងមិនអាចធ្វើបានទេលើកលែងដែលយើងជាមនុស្សដែលខ្ជិលច្រអូសប្រកាន់ជ្រុលតឹងពេកបាទអញ្ចឹងត្រូវបើកចិត្តឲ្យទូលាយកុំម៉ាក់ងាយគេកុំម៉ាក់ងាយខ្លួនឯងកុំម៉ាក់ងាយបាទអ្នកដតីត្រូវអ្វីប្រសើរសម្រាប់ខ្លួនយើងបាទផ្លូវវាកុំបោះបង់ផ្លូវត្រង់កុំចោលបាទកុំតាមស្រមោលត្រូវតាមរូបពិតបាទកុំតាមស្រមោលត្រូវតាមរូបពិតទើបជីវិតរបស់យើងមានសុភមង្គលអញ្ចឹងណាបាទអញ្ចឹងយើងចេះចាត់ចែងជីវិតផ្ទាល់ខ្លួនយើងទៅយើងមានសេចក្តីសុខបាទស្រមោលទៅតាមប្រាណអញ្ចឹងយើងកុំតាមវាតាមរូបពិតជីវិតយើងមានន័យមានអត្តរសរូបបាទអត្តន័យខ្លឹមសារបាទយកទៅណាអស់សុខដតីនៃជីវិតគឺត្រូវគិតទៅមុខបាទបើស្ទះផ្លូវយើងត្រូវរងចាំបើស្ទះជីវិតយើងត្រូវដោះស្រាយយើងត្រូវបង្កើតសេចក្តីសុខឲ្យជីវិតបាទអញ្ចឹងណាបាទចេះសម្រួលជីវិតយើងឲ្យស្រួលបាទអូខេបាយបាយ